សូមគោរពជាជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍កាន់ Channel បរិយាយរឿងតិនហ្វីដែលនៅក្នុងត្រង់វីដេអូនេះយើងនឹងនិយាយអំពីការអនុវត្តនៅឃ្លាទាំង4របស់វគ្គរបស់យើងឃ្លាដែលបានលើកឡើងនេះមានន័យយ៉ាងជ្រាលជ្រៅក្នុងបរិបទយុគសម័យសង្គមនាពេលបច្ចុប្បន្ននិងអភិបាលកិច្ចល្អៗបើពិនិត្យទៅលើការអនុវត្តជាក់ស្ដែងនៅក្នុងសង្គមឃ្លានីមួយៗអាចបកស្រាយនិងបង្ហាញរូបរាងដូចខាងក្រោម 1. សវនាការថ្មីបានមកដល់នៅក្នុងន័យជាក់ស្ដែងនេះមិនមែនសំដៅត្រឹមតែការកាត់ក្តីនៅក្នុងតុលាការនោះទេប៉ុន្តែវាក៏ជារបបថ្មីឬយុគសម័យថ្មីនៃការកែតម្រង់ការអនុវត្តទៅពេលដែលប្រព័ន្ធរដ្ឋបាលសាធារណៈចាប់ផ្ដើមពង្រឹងច្បាប់ឲ្យមានតម្លាភាពជាងមុនឬមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រកាន់យកភាពស្អាតស្អំវាគឺជាការផ្ដល់ឲ្យជនរងគ្រោះឬអ្នកដែលធ្លាប់រងអយុត្តិធម៌មានសង្ឃឹមក្នុងការទទួលបានយុត្តិធម៌ឡើងវិញ 2. ការបកអាក្រាតជនអាក្រក់នេះគឺជាដំណើរនៃការស៊ើបអង្កេតនិងបង្ហាញការពិតការអនុវត្តតាមរយៈតួអង្គនីមួយៗឬក៏តួនាទីនីមួយៗរបស់អង្គភាពប្រឆាំងអំពើពុករលួយស្ថាប័នសាធារណកម្មឬក៏សូម្បីតែសកម្មភាពរបស់អ្នកសារព័ត៌មាននិងមតិសាធារណៈក្នុងបណ្ដាញសង្គមជនដែលប្រើអំណាចក្នុងផ្លូវខុសឬក៏ជនខកខូចដែលជ្រកក្រោមស្លាកជាអ្នកត្រូវបានលាតត្រដាងទង្វើចំពោះមុខច្បាប់និងសាធារណជន 3. កាត់ទោសមន្ត្រីអាក្រក់នេះគឺជាការអនុវត្តអភិក្រមងូតទឹកដុសក្អែលឬក៏វិន័យរដ្ឋបាលនិងច្បាប់ឲ្យមានប្រសិទ្ធភាពការអនុវត្តមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចញើសឈាមរាសឬប្រើអំណាចរំលោភសិទ្ធិអ្នកដែលដទៃត្រូវតែទទួលលក្ខខណ្ឌនិងក៏ទណ្ឌកម្មតាមច្បាប់ជាធរមានដោយគ្មានការលើកលែងការធ្វើបែបនេះដើម្បីជំរះសាច់ស្អុយចេញពីជួររដ្ឋាភិបាលដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ 4. រកបានស្ថិរភាពសង្គមត្រឡប់មកវិញនេះគឺជាលទ្ធផលចុងក្រោយនៃយុត្តិធម៌ការអនុវត្តកាលណាគ្មានអំពើពុករលួយគ្មានការជិះជាន់ហើយច្បាប់ត្រូវបានអនុវត្តស្មើគ្នានោះទំនាក់ទំនងសង្គមនឹងថយចុះប្រសិនបើប្រជាពលរដ្ឋរស់នៅដោយសេចក្តីសង្ឃឹមនិងសប្បាយរីករាយសន្តិសុខផ្លូវចិត្តត្រូវបានបង្កើតឡើងហើយសេដ្ឋកិច្ចក៏រីកចម្រើនទៅមុខដោយរលូនព្រោះមានយុត្តិធម៌ជាគ្រឹះសេចក្តីសន្និដ្ឋានការអនុវត្តជាក់ស្ដែងនៃឃ្លាទាំងនេះគឺបង្កើតសង្គមមួយដែលធ្វើខុសត្រូវទទួលទោសធ្វើត្រូវទទួលបានការការពារវាទាមទារឲ្យមានឆន្ទៈនយោបាយខ្ពស់ការចូលរួមពីប្រជាពលរដ្ឋក្នុងការរាយការណ៍ភាពមិនប្រក្រតីនិងប្រព័ន្ធតុលាការដែលអាចឯករាជ្យវីដេអូនៃការអនុវត្តនៅឃ្លាទាំង4នេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយសូមអរគុណកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងបាយបាយ